ប្រិយមិត្តទាំងអស់គ្នាប្រហែលជាធ្លាប់បានឃើញនៅពិធីមង្គលការរបស់មនុស្សប៉ុន្តែស្ថិតនៅក្នុងទីតាំងនៃរោងចក្រមួយនេះពួកគេបានរៀបចំនៅពិធីមង្គលការសម្រាប់ដើមអំពៅទៅវិញហើយព្រមទាំងដង្ហែជុំវិញរោងចក្រនៃស្ករសទាំងមូលវាគឺជាពិធីមួយដែលគេត្រូវបានធ្វើឡើងនិងឲ្យឈ្មោះថាម៉ាន់តែនតេប៊ូហេតុអ្វីបានជាគេចាំបាច់ធ្វើបែបនេះអ្នកស្រុកជឿថានេះមិនគ្រាន់តែជាពិធីបុណ្យធម្មតានោះទេតែវាគឺជាដង្វាយដើម្បីសែនទៅឲ្យវិញ្ញាណដែលស្រែកឃ្លានស្ថិតនៅក្នុងទីតាំងនៃរោងចក្រមួយនេះគេជឿថាប្រសិនបើគ្មានការរៀបការសុបនិមិត្តនេះទេម៉ាស៊ីនកិនអំពៅទាំងនេះនឹងរើសយកកម្មករណាម្នាក់ដើម្បីធ្វើជាដង្វាយបូជាជំនួសតែមានអាចកំបាំងអ្វីស្ថិតនៅពីក្រោយរោងចក្រផលិតស្ករសដ៏ធំសម្បើមមួយនេះដែលវាគឺជាសង្វាក់ផលិតកម្មតែមួយគត់ដែលបានគត់គង់តាំងពីសម័យអាណានិគមមកម្ល៉េះស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាមកកាន់ការស្វែងយល់នៃរឿងរ៉ាវចម្លែកដែលបានកើតឡើងជុំវិញពិភពលោកដោយស្ថិតនៅក្នុង special episode នេះគឺយើងនឹងលើកយកនៅរឿងរ៉ាវពាក់ព័ន្ធជាមួយនឹងរោងចក្រស្ករសស្ថិតនៅក្នុងប្រទេសឥណ្ឌូនេស៊ីដែលរឿងរ៉ាវមួយនេះក៏ត្រូវបានយកមកផលិតជាខ្សែភាពយន្តដែលទើបតែត្រូវបានចាក់បញ្ចាំងកាលពីពេលថ្មីៗនេះផងដែរប៉ុន្តែស្ថិតនៅក្នុងវីដេអូមួយនេះគឺយើងនិយាយរៀបរាប់អំពីបទពិសោធន៍ព្រឺព្រួចរបស់ពលរដ្ឋនៅក្នុងតំបន់ដែលបានដំណើរនិយាយតគ្នាហើយចំណុចមួយចំនួនដែលមិនត្រូវបានរៀបរាប់ស្ថិតនៅក្នុងខ្សែភាពយន្តនោះឯងដែលយើងបានដកស្រង់ចេញពីពាក្យសម្ដីរបស់ពលរដ្ឋនៅក្នុងតំបន់តាមរយៈបទសម្ភាសន៍នៃកម្មវិធីមួយចំនួនផងដែរដូច្នេះដើម្បីកុំឲ្យអ្នកទាំងអស់គ្នារងចាំយូរយើងនឹងចូលទៅកាន់សេចក្តីលម្អិតនៃវីដេអូរបស់យើងស្ថិតនៅក្នុងថ្ងៃនេះនៅក្រៅមេឃដ៏ស្រទុំនៃខេត្តក្លាតែនរបស់កោះជ្វាកាលពីឆ្នាំ1960ក្នុងកំឡុងពេលដែលអាណានិគមហូឡង់កំពុងតែក្តោបក្តាប់ជោគវាសនារបស់ប្រទេសឥណ្ឌូនេស៊ីយ៉ាងណែននៅក្នុងដៃរោងចក្រស្ករស Gondang Winangun ត្រូវបានកសាងឡើងពីសំណាក់ក្រុមហ៊ុនពាណិជ្ជកម្មខ្នាតយក្សមួយរបស់មនុស្សប៉ែកខាងអឺរ៉ុបក្នុងសម័យនោះស្ករសព្រាយបីដូចជាមាសពណ៌សដែលឈ្មួញជនជាតិហូឡង់ចង់បានបំផុតដើម្បីនឹងនាំចេញទៅកាន់ទីផ្សារពិភពលោកប៉ុន្តែនៅពីក្រោយស្ថាបត្យកម្មដ៏ស្កឹមស្កៃបែបអឺរ៉ុបនិងផ្សែងពណ៌ខ្មៅដែលហុយចេញពីរោងចក្រមួយនេះគឺមានរឿងរ៉ាវនៃការជិះជាន់ដែលពិភពលោកមិនសូវបានដឹងនោះទេកសិករម្ចាស់ស្រុកត្រូវបានបង្ខំឲ្យបោះបង់ចោលនៅការដាំដុះស្រូវព្រមទាំងដំណាំហូបផ្លែដើម្បីមកដាំនៅអំពៅក្នុងលក្ខខណ្ឌការងារដ៏សាហាវឃោរឃៅទីតាំងមួយនេះមិនត្រឹមតែជារោងចក្រផលិតស្ករសប៉ុណ្ណោះនោះទេប៉ុន្តែវាគឺជាទីតាំងដែលបានជិះជាន់នៅកម្លាំងពលកម្មរបស់ពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ីហើយមានកម្មករខ្លះឈានចូលទៅដល់ការបាត់បង់ជីវិតផងដែរនៅពេលដែលការកសាងរោងចក្រមួយនេះត្រូវបានចាប់ផ្ដើមជំនឿដ៏ខ្មៅងងឹតមួយបានរីករាលដាលពេញតំបន់មួយនេះយោងទៅតាមដំណើរដែលពលរដ្ឋនៅក្នុងតំបន់ជឿជាក់ពួកគេបានបញ្ជាក់ថារោងចក្រខ្នាតយក្សបែបនេះមិនអាចឈរជើងបានរឹងមាំនោះឡើយប្រសិនបើគ្មានពិធីសែនព្រេនឬក៏ការរៀបចំបូជាពាក្យចចាមអារាមពីសំណាក់ពលរដ្ឋនៅក្នុងតំបន់បាននិយាយថាកម្មករព្រមទាំងអ្នកស្រុកស្លូតត្រង់មួយចំនួនត្រូវបានធ្វើការដោះដូរជីវិតរបស់ពួកគេក្នុងការចាក់បង្កកនៅខាងក្រោមសសរគ្រឹះនិងម៉ាស៊ីនទាំងនេះផងដែរគោលបំណងនៃការធ្វើបែបនេះគឺដើម្បីនឹងធ្វើឲ្យវិញ្ញាណទាំងនោះស្ថិតនៅថែរក្សានៃសំណង់អគាររួមជាមួយនឹងគ្រឿងចក្រមិនឲ្យមានផលប៉ះពាល់ទៅដល់សង្វាក់ផលិតកម្មការបាត់ខ្លួនរបស់កម្មករមួយចំនួនស្ថិតនៅក្នុងកំឡុងពេលនៃការសាងសង់បានคล้ายទៅជាស្លាកស្នាមប្រវត្តិសាស្ត្រដ៏ជឿចាប់ដែលបានបន្សល់ទុកនៅជំនឿព្រមទាំងអ្វីដែលធ្វើឲ្យពលរដ្ឋនៅក្នុងតំបន់មានភាពភ័យខ្លាចផងដែរនៅក្នុងរដូវច្រូតកាត់ម្ដងភាពតានតឹងបានគ្របដណ្ដប់ពេញរោងចក្រសំឡេងម៉ាស៊ីនកិនអំពៅដ៏ត្រហឹងអើងកងបានបិទបាំងនៅសំឡេងនៃការត្អូញត្អែរបស់កម្មករជាមួយនឹងភាពអស់កម្លាំងគ្រោះថ្នាក់ការងារត្រូវបានកើតឡើងជាញឹកញាប់ស្ថិតនៅក្នុងទីតាំងនៃរោងចក្រមួយនេះដោយសារតែគ្រឿងចក្រដែលត្រូវបានប្រើប្រាស់នៅក្នុងសម័យនោះមិនមានប្រព័ន្ធការពារសុវត្ថិភាពច្បាស់លាស់នោះទេរូបភាពដែលគួរឲ្យតក់ស្លុតបំផុតគឺនៅពេលដែលកម្មករមួយចំនួនត្រូវបានជឿជាក់ថាបានជួបប្រទះជាមួយនឹងឧបទ្ទវហេតុជាមួយនឹងម៉ាស៊ីនកិនអំពៅទាំងនោះហើយព្រមទាំងធ្វើឲ្យពួកគេត្រូវបានបាត់បង់ជីវិតត្រឹមតែមួយពព្រិចភ្នែកនៅក្នុងយុគសម័យនោះពាក្យថាសុវត្ថិភាពការងារវាគឺជារឿងដែលរវើរវាយហើយគ្មាននរណាម្នាក់បានខ្វាយខ្វល់អំពីរឿងរ៉ាវទាំងនេះនោះទេនៅក្នុងចំណោមស្រមោលរបស់មនុស្សដែលបានដើរខ្វាត់ខ្វែងនៅក្នុងផ្សែងអាប់ពណ៌ខ្មៅនេះ
គឺមានបុរសម្នាក់ដែលមានឈ្មោះថាកាតូណូត្រូវបានគេស្គាល់ថាជាមនុស្សដែលមានភាពឧស្សាហ៍ព្យាយាមហើយតែងតែធ្វើការងារដោយមិនប្រកាន់នោះទេកាតូណូតែងតែបានចំណាយពេលពេញមួយថ្ងៃតាំងពីព្រឹករហូតដល់ព្រលប់ដោយឈរស្ថិតនៅក្នុងទីតាំងក្បែរនឹងម៉ាស៊ីនកិនអំពៅនេះដោយមិនបានបង្ហាញនៅភាពត្អូញត្អែរនោះឡើយប៉ុន្តែស្ថិតនៅពីក្រោយភាពស្ងៀមស្ងាត់នោះគ្មាននរណាម្នាក់អាចទាយដឹងនោះទេថាតើស្មារតីរបស់គាត់កំពុងតែទទួលរងនៅសម្ពាធកម្រិតណាការឈរធ្វើការអស់រយៈពេល12ទៅ14ម៉ោងជាប់គ្នាស្ថិតនៅក្នុងសីតុណ្ហភាពដែលអាចធ្វើឲ្យមនុស្សថប់ដង្ហើមបានទៅហើយនោះវាគ្រប់គ្រាន់នឹងធ្វើឲ្យមនុស្សម្នាក់បាត់បង់នៅការគ្រប់គ្រងផ្លូវចិត្តព្រមទាំងស្មារតីសតិសម្បញ្ញៈផងដែរម៉ាស៊ីនកិនអំពៅដ៏ធំសម្បើមបានដំណើរការដោយកម្លាំងចំហាយទឹកដែលមានធ្មេញដែកដ៏មុតស្រួចនិងមានកម្លាំងបុកកិនរាប់សិបតោនក៏វានៅតែអាចដំណើរការបានសំឡេងក្រហឹមរបស់វាបានបន្លឺកក្រើកដល់សរសៃប្រសាទដែលធ្វើឲ្យអ្នកដែលធ្វើការស្ថិតនៅទីនោះសឹងតែមិនអាចនិយាយស្ដាប់គ្នាឮដោយបានឮសូរតែសំឡេងពីសំណាក់ម៉ាស៊ីនមួយនេះតែប៉ុណ្ណោះអ្វីដែលគួរឲ្យព្រឺព្រួចបំផុតគឺកម្មករដូចជាកាតូណូត្រូវឈរធ្វើការនៅគៀកនឹងធ្មេញម៉ាស៊ីននេះបំផុតដោយវាគ្មានរបាំងការពារទាល់តែសោះធ្មេញដែកដែលកំពុងតែវិលនៅក្នុងល្បឿនយ៉ាងលឿនប្រៀបបីដូចជាមាត់ជ្រោះដ៏ជ្រៅដែលកំពុងតែបើកចំហចាំទទួលចំណីរាល់ចលនានៃការរុញដើមអំពៅចូលទៅក្នុងម៉ាស៊ីនវាគឺជាការប្រថុយប្រថានទៅនឹងការបាត់បង់ជីវិតក្នុងមួយពព្រិចភ្នែកតែប៉ុណ្ណោះមិនមានសូម្បីតែឱកាសដើម្បីនឹងបន្លឺសំឡេងលោកកាតូណូបានបាត់បង់ជំហរហើយត្រូវធ្មេញនៃម៉ាស៊ីននោះដែលមានកម្លាំងរាប់តោនបានទាញយកវត្តមានរបស់លោកកាតូណូនៅក្រៅព្រឹត្តិការណ៍ដ៏សោកសៅមួយនេះរោងចក្រមិនបានផ្អាកដំណើរការនោះឡើយដោយគ្រឿងចក្រនៅតែបន្តវិលរីឯអ្នកជំនួញក៏នៅតែបន្តរាប់ប្រាក់ចំណូលរបស់គេនៅក្រៅព្រឹត្តិការណ៍ដ៏សោកសៅនេះរោងចក្រមិនបានផ្អាកដំណើរការនោះឡើយគ្រឿងចក្រនៅតែបន្តវិលចំណែកឯថៅកែនៅតែបន្តរាប់នៅប្រាក់ចំណូលរបស់គេអ្នកភូមិជឿជាក់យ៉ាងមុតមាំថាម្ចាស់រោងចក្របានដឹងអំពីរឿងរ៉ាវទាំងនេះហើយពួកគេបានបណ្តែតបណ្តោយឲ្យមានភាពចន្លោះប្រហោងនៃផ្នែកសុវត្ថិភាពរបស់កម្មករនៅក្នុងក្រសែភ្នែករបស់អ្នកភូមិលោកកាតូណូមិនមែនគ្រាន់តែជាមនុស្សដែលបានជួបប្រទះជាមួយនឹងសោកនាដកម្មនោះទេប៉ុន្តែគាត់គឺជាមនុស្សដែលត្រូវបានគេជ្រើសរើសដើម្បីឲ្យคล้ายទៅជាដង្វាយនៃការសែនព្រេនទៅឲ្យម៉ាស៊ីនដែលស្ថិតនៅក្នុងសង្វាក់ផលិតកម្មមួយនេះវិញ្ញាណរបស់លោកកាតូណូត្រូវបានគ្រប់គ្នាជឿជាក់ថាត្រូវបានជាប់គាំងស្ថិតនៅក្នុងទីតាំងនៃម៉ាស៊ីនមួយនេះព្រមទាំងរោងចក្រទាំងមូលដែលគេត្រូវមានតួនាទីយាមកាមនៅម៉ាស៊ីនមួយនេះព្រមទាំងជួយថែរក្សានៅអ្វីដែលថៅកែចង់បានផងដែរតើនឹងមានរឿងអ្វីកើតឡើងប្រសិនបើកម្មករម្នាក់ត្រូវបានបាត់បង់ជីវិតស្ថិតនៅក្នុងឧបទ្ទវហេតុការងារបែបនេះជាធម្មតាស្ថិតនៅក្នុងសង្គមនៃការរស់នៅរបស់យើងនាពេលបច្ចុប្បន្នរោងចក្រមួយនេះប្រកាសជាត្រូវបិទទ្វារដើម្បីនឹងធ្វើកោសលវិច័យពីសំណាក់ក្រុមមន្ត្រីជំនាញប៉ុន្តែស្ថិតនៅក្នុងរឿងរ៉ាវមួយនេះគឺវាមិនបានកើតឡើងចំពោះរោងចក្រស្ករសនេះទេក៏ព្រោះដោយសារតែនោះគឺជាកំឡុងពេលនៃអាណានិគមហើយថៅកែនៃរោងចក្រមួយនេះក៏ជាមនុស្សដែលមានទំនាក់ទំនងជិតដិតជាមួយនឹងអាណានិគមផងដែរនៅពេលដែលរាងកាយរបស់លោកកាតូណូត្រូវបានម៉ាស៊ីនកិនអំពៅដ៏មហិមាបានលេបត្របាក់អ្វីដែលគួរឲ្យតក់ស្លុតបំផុតនោះគឺមិនមែនគ្រាន់តែជាវិនាទីនៃការបាត់បង់ជីវិតរបស់គាត់នោះទេប៉ុន្តែវាគឺជាអ្វីដែលធ្វើឲ្យកម្មករស្ថិតនៅក្នុងទីតាំងនៃរោងចក្រមួយនេះមានភាពខ្លាចរអាកម្មករវេនយប់ភាគច្រើនបាននិយាយថាពួកគេតែងតែបានមើលឃើញនៅស្រមោលរបស់កាតូណូបានឈរនៅក្បែរនឹងម៉ាស៊ីនកិនអំពៅខ្នាតធំនោះឯងហើយវាគឺជាការបង្ហាញនៅទុក្ខសោករបស់វិញ្ញាណកាតូណូដែលគេត្រូវបានបាត់បង់ជីវិតស្ថិតនៅក្នុងទីតាំងនៃម៉ាស៊ីនមួយនេះរូបភាពដែលអ្នកគ្រប់គ្នាបានឃើញនៃការបង្ហាញខ្លួនរបស់កាតូណូមិនមែនជាវិញ្ញាណដែលស្ថិតនៅក្នុងរូបរាងធម្មតានោះទេប៉ុន្តែគឺស្ថិតនៅក្នុងរូបរាងដែលធ្វើឲ្យពួកគេមានភាពភ័យខ្លាចភាគច្រើននៃការបង្ហាញខ្លួនរបស់វិញ្ញាណកាតូណូគឺជាការបង្ហាញខ្លួននៃវត្តមានរបស់មនុស្សប្រុសម្នាក់ដែលមិនមានគ្រឿងក្នុងនោះទេនេះគឺជាអ្វីដែលធ្វើឲ្យកម្មកររួមជាមួយនឹងពលរដ្ឋនៅក្នុងតំបន់បានព្រឺក្បាលក្រោយពេលដែលគេបានស្ដាប់ឮអំពីរឿងរ៉ាវទាំងនេះចំពោះកម្មករដែលបានធ្វើការស្ថិតនៅក្នុងវេនថ្ងៃរួមជាមួយនឹងអ្នកដែលបានមកជំនួសការងាររបស់កាតូណូពួកគេនៅតែមានអារម្មណ៍ព្រឺព្រួចចំពោះអ្វីដែលម៉ាស៊ីនមួយនេះបានឆក់យកអាយុជីវិតរបស់កាតូណូផងដែរក៏ព្រោះតែរឿងរ៉ាវដែលបានកើតឡើងវាហាក់បីដូចជាស្រស់ៗនៅនឹងមុខរបស់ពួកគេពេកការបង្ហាញវត្តមានរបស់កាតូណូរួមជាមួយនឹងសំឡេងក្រហឹមដែលកម្មករភាគច្រើនតែងតែបានឮសូរចេញពីម៉ាស៊ីនកិនអំពៅមួយនេះ
វាបានคล้ายទៅជាភាពរន្ធត់ឬក៏ការបាក់ស្បាតមួយដែលធ្វើឲ្យកម្មករភាគច្រើនបានលាឈប់ពីការងារក៏ព្រោះតែពួកគេមិនអាចទ្រាំទ្រជាមួយនឹងភាពនឿយហត់ព្រមទាំងអ្វីដែលជាសកម្មភាពនៃការលងបន្លាចរបស់វិញ្ញាណទាំងអស់នេះទេរយៈពេលកន្លងផុតទៅក្រោយពេលដែលរបបអាណានិគមចាប់ផ្ដើមដកថយចេញពីប្រទេសឥណ្ឌូនេស៊ីហើយរោងចក្រមួយនេះក៏ត្រូវបានផ្ទេរទៅឲ្យថៅកែដែលជាឈ្មួញស្ថិតនៅក្នុងស្រុកក៏ដោយប៉ុន្តែរឿងរ៉ាវនៃការលងបន្លាចរួមជាមួយនឹងវិញ្ញាណដែលកម្មករស្ថិតនៅក្នុងរោងចក្រតែងតែបានប្រទះឃើញនោះមិនត្រូវបានរសាត់ចេញទៅជាមួយនឹងរបបអាណានិគមនោះទេថៅកែថ្មីដែលទទួលបន្ទុកគ្រប់គ្រងរោងចក្រមួយនេះបន្តក៏បានអញ្ជើញនៅគ្រូមន្តអាគមដើម្បីមកត្រួតពិនិត្យមើលបរិវេណនៃរោងចក្រមួយនេះក្នុងការឲ្យកម្មករដែលធ្វើការស្ថិតនៅក្នុងទីតាំងនៃរោងចក្ររបស់ខ្លួនបំពេញតួនាទីការងារឲ្យបានស្ងប់ចិត្តផងដែរគ្រូមន្តអាគមដែលត្រូវបានអញ្ជើញឲ្យមកត្រួតពិនិត្យមើលបរិវេណនៃរោងចក្រមួយនេះក៏បានប្រាប់ទៅកាន់អ្នកគ្រប់គ្នាផងដែរថាស្ថិតនៅក្នុងទីតាំងមួយនេះមិនមែនមានតែវិញ្ញាណរបស់កាតូណូនោះទេប៉ុន្តែគឺមានវិញ្ញាណអនាថាជាច្រើនដែលត្រូវបានបាត់បង់ជីវិតស្ថិតនៅទីនេះរួមជាមួយនឹងក្តីឈឺចាប់របស់ពួកគេក៏ព្រោះដោយសារតែពួកគេមិនអាចចាក់ចេញនិងមិនអាចស្វែងរកកំណត់ជាតិថ្មីបាននោះឡើយអ្វីដែលពួកគេត្រូវការចាំបាច់វាគឺជាដង្វាយដែលម្ចាស់នៃរោងចក្រមួយនេះរួមជាមួយនឹងមនុស្សដែលរស់នៅក្នុងតំបន់ចាំបាច់ត្រូវតែរៀបចំពិធីសម្រាប់ពួកគេប្រសិនបើមិនចង់ឲ្យនរណាម្នាក់បន្តបាត់បង់ជីវិតคล้ายទៅជាសំណែនរបស់ពួកគេជាប្រចាំឆ្នាំបន្តទៅនេះយើងក្រឡេកទៅមើលអំពីការសែនព្រេនរបស់អ្នកភូមិដែលភាគច្រើនពួកគេតែងតែរៀបចំពិធីមួយនេះមុនពេលដែលរដូវច្រូតកាត់របស់ពួកគេបានមកដល់ដោយរំពឹងថាការរៀបចំពិធីមួយនេះនឹងធ្វើឲ្យកសិផលរបស់ពួកគេទទួលបាននូវផលល្អរួមជាមួយនឹងដំណើរការនៃរោងចក្រមួយនេះមិនជួបប្រទះជាមួយនឹងបញ្ហាផងដែរមុនពេលច្រូតកាត់នៅអំពើថ្មីរោងចក្រស្ករសមិនបានបើកដំណើរការភ្លាមៗនោះទេផ្ទុយទៅវិញពួកគេបានរៀបចំពិធីមង្គលការមួយយ៉ាងអធិកអធមមានការមានភ្លេងមានក្បួនដង្ហែនិងមានមនុស្សចូលរួមរាប់រយនាក់ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកចំណូលថ្មីព្រឺសម្បុរនោះគឺកូនកំលោះនិងកូនក្រមុំនៅក្នុងពិធីមួយនេះមិនមែនជាមនុស្សនោះទេដែលពួកគេគឺជាដើមអំពៅពីដើមតែហេតុអ្វីបានជាមនុស្សដែលរស់នៅក្នុងតំបន់មួយនេះចាំបាច់ត្រូវរៀបចំពិធីយ៉ាងយកចិត្តទុកដាក់បែបនេះការជ្រើសរើសនៃដើមអំពៅយកមករៀបចំពិធីមួយនេះមិនមែនជាកិច្ចការធម្មតានោះទេប៉ុន្តែវាគឺជាអ្វីដែលត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុតគ្រូមន្តអាគមឬក៏ឌូគូនព្រមទាំងចាស់ទុំដែលស្ថិតនៅក្នុងស្រុកត្រូវធ្វើដំណើរទៅកាន់ចំការអំពៅដែលស្ថិតនៅខាងក្រោយរោងចក្រមួយនេះក្នុងការស្វែងរកនៅដើមអំពៅដែលល្អបំផុតព្រមទាំងមានសភាពត្រង់បំផុតផងដែរដើម្បីបង្ហាញអំពីសុខភាពល្អរបស់ដើមអំពៅមួយនេះវាត្រូវបានប្រើប្រាស់ដើម្បីคล้ายទៅជាកូនកំលោះជាមួយនឹងកូនក្រមុំក្នុងការបំពេញនៅពិធីមួយនេះផងដែរបន្ទាប់ពីបានជ្រើសរើសរួចអំពៅទាំងពីរត្រូវបានយកមកស្លៀកសម្លៀកបំពាក់តាមប្រពៃណីជ្វាព្រមទាំងតុបតែងជាមួយនឹងក្រណាត់និងសម្លៀកបំពាក់ប្រៀបបីដូចជាកូនកំលោះនិងកូនក្រមុំប្រៀបបីដូចជាមនុស្សពិតៗដូច្នោះដែរការធ្វើបែបនេះគឺដើម្បីបញ្ឆោតនៃភ្នែកវិញ្ញាណនិងបញ្ឆោតនៃម៉ាស៊ីនកិនដែលមាននៅក្នុងទីតាំងនៃរោងចក្រនោះដើម្បីឲ្យជឿជាក់ថាពួកគេកំពុងតែទទួលបានសំណែនដែលគឺជាមនុស្សពិតប្រាកដនោះឯងទាំងដែលការពិតទៅវាគ្រាន់តែជាដើមអំពៅស្ថិតនៅក្នុងសម្លៀកបំពាក់ជាមនុស្សតែប៉ុណ្ណោះនៅថ្ងៃប្រារព្ធពិធីក្បួនដង្ហែចាប់ផ្ដើមដើមអំពៅទាំងពីរត្រូវបានគេហែហោមទៅដោយសំឡេងភ្លេងព្រមទាំងអ្នកភូមិស្លៀកពាក់យ៉ាងស្រស់ស្អាតប្រៀបបីដូចជាពិធីមង្គលការពិតប្រាកដប៉ុន្តែប្រសិនបើយើងសម្លឹងមើលឲ្យជ្រៅស្ថិតនៅក្នុងទិដ្ឋភាពមួយនេះវាមិនមែនជាពិធីមង្គលការដែលគួរតែអបអរសាទរនោះទេប៉ុន្តែវាគឺជាការដង្ហែកូនកំលោះនិងកូនក្រមុំទៅកាន់ទីតាំងនៃម៉ាស៊ីនកិនអំពៅហើយព្រមទាំងចាប់ផ្ដើមដំណើរការឲ្យម៉ាស៊ីនមួយនោះលេបត្របាក់យកនៅអំពៅទាំងពីរដែលតំណាងឲ្យកូនកំលោះនិងកូនក្រមុំនោះឯងពិធីមួយនេះត្រូវបានបន្តជារៀងរាល់ឆ្នាំចុះតើប្រសិនបើម្ចាស់នៃរោងចក្រដែលគ្រប់គ្រងទីតាំងមួយនេះថ្មីពួកគេមិនមានជំនឿទៅលើរឿងរ៉ាវទាំងនេះតើវាអាចនឹងមានរឿងអ្វីត្រូវបានកើតឡើងអ្នកស្រុកចាស់ៗតែងតែព្រមានដោយសំឡេងភ័យរន្ធត់ផងដែរថាម៉ាស៊ីនមួយនេះវាមិនចេះភ្លេចនៅអ្វីដែលវាត្រូវធ្វើនោះទេហើយវានឹងចងចាំនៅអ្វីដែលជាដង្វាយរបស់វាប្រសិនបើឆ្នាំណាដែលវាមិនទទួលបានសំណែននៃកូនកំលោះនិងកូនក្រមុំអំពៅនោះទេវានឹងបង្វែរទិសដៅរបស់វាចំពោះអ្នកដែលកំពុងតែធ្វើការស្ថិតនៅក្នុងរោងចក្រឬក៏អាចឈានចូលទៅដល់អាយុជីវិតរបស់ពលរដ្ឋដែលស្ថិតនៅក្នុងតំបន់អ្វីដែលប្រិយមិត្តទាំងអស់គ្នាបានស្ដាប់ពីខាងលើនេះវាគឺជារឿងរ៉ាវដែលពាក់ព័ន្ធជាមួយនឹងព្រលឹងវិញ្ញាណរបស់កាតូណូ
ព្រមទាំងប្រលឹងវិញ្ញាណរបស់កម្មករមួយចំនួនដែលត្រូវបានពលរដ្ឋនៅក្នុងតំបន់ជឿជាក់ថាបានបូជាទៅឲ្យរោងចក្រមួយនេះដើម្បីជាគ្រឹះនៃការសាងសង់ព្រមទាំងការបន្តនៃសង្វាក់ផលិតកម្មឲ្យមានភាពរលូនដូច្នេះយើងក្រឡេកទៅមើលអំពីអ្វីដែលបានកើតឡើងទៅលើកម្មករផ្លូវដែកនិងคล้ายទៅជាពាក្យចចាមអារាមនៃការលងបន្លាចពីសំណាក់ប្រលឹងវិញ្ញាណនៃកម្មករផ្លូវដែកដែលជាផ្លូវធ្វើដំណើរដឹកជញ្ជូនអំពៅមកកាន់រោងចក្រមួយនេះផងដែរកាលពីជាងមួយសតវត្សមុនផ្លូវដែកគឺមានតួនាទីដ៏សំខាន់ប្រៀបបីដូចជាសរសៃឈាមស្ថិតនៅក្នុងការដឹកជញ្ជូនផងដែរនៅលើផ្លូវដែកដែលពោពេញទៅដោយច្រេះរួមជាមួយនឹងវត្តមានរបស់ឡូរីដែលកំពុងតែធ្វើដំណើរដឹកជញ្ជូនទៅមកពួកវាគឺមានតួនាទីយ៉ាងសំខាន់ក្នុងការបញ្ជូនអំពៅរាប់តោនពីដីចម្ការមកកាន់ទីតាំងនៃរោងចក្រហើយទីតាំងនៃផ្លូវដែកមួយនេះក៏មានចម្ងាយមិនឆ្ងាយពីសំណាក់រោងចក្រដែលបានរៀបរាប់ពីខាងលើនោះទេនៅក្នុងពេលដែលទីតាំងនៃផ្លូវដែកមួយនេះត្រូវបានសាងសង់ពលរដ្ឋនៅក្នុងតំបន់ដែលមានអាយុចំណាស់ណាស់ទៅហើយដែលពួកគាត់បានដឹងអំពីរឿងរ៉ាវនៃការសាងសង់ពួកគាត់បានបញ្ជាក់ថាមានកម្មករនៃផ្លូវរថភ្លើងជាច្រើនត្រូវបានបាត់បង់ជីវិតដោយសារតែពួកគេបានជួបប្រទះជាមួយនឹងឧបទ្ទវហេតុនៅក្នុងពេលធ្វើការកម្មករខ្លះត្រូវបានបាត់បង់ជីវិតដោយសារតែការសន្លប់បាត់បង់ស្មារតីរបស់គេស្ថិតនៅលើផ្លូវដែកហើយព្រមទាំងធ្វើឲ្យរថភ្លើងដែលកំពុងតែដំណើរការឬក៏ឡូរីដែលកំពុងតែដឹកជញ្ជូននោះបានធ្វើដំណើរនិងបុកបញ្ចប់ជីវិតរបស់គេស្ថិតនៅក្នុងទីតាំងមួយនោះព្រលឹងវិញ្ញាណរបស់ពួកគេមិនបានទៅណាឆ្ងាយនោះឡើយដែលភាគច្រើននៃពួកគេនៅវិលវល់ស្ថិតនៅក្នុងទីតាំងនៃផ្លូវដែកមួយនោះហើយភាគច្រើននៃពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់នៃផ្លូវដែកមួយនេះតែងតែបានឮសូរនៅសំឡេងនៃការធ្វើការប្រៀបបីដូចជាកម្មករផ្លូវដែកកំពុងតែមមាញឹកណាស់ផងដែរទាំងដែលស្ថិតនៅក្នុងទីតាំងមួយនោះគឺពោពេញទៅដោយភាពងងឹតស្លុបចាប់ព្រឹទ្ធាចារ្យស្ថិតនៅក្នុងតំបន់មួយនេះភាគច្រើនបានបញ្ជាក់ថាព្រលឹងវិញ្ញាណទាំងនោះមិនបានដឹងថាខ្លួនត្រូវបានបាត់បង់ជីវិតនោះឡើយក៏ព្រោះតែពួកគេត្រូវបានផុតដង្ហើមស្ថិតនៅក្នុងពេលដែលរាងកាយរបស់គេត្រូវបានសន្លប់បាត់បង់ស្មារតីពួកគេកំពុងតែជាប់គាំងស្ថិតនៅក្នុងទីតាំងដែលមិនអាចរកច្រកចេញបានដូច្នេះពួកគេនឹងធ្វើនៅរឿងរ៉ាវដដែលនេះទាំងដែលមិនបានដឹងថាពួកគេត្រូវបានបាត់បង់ជីវិតហើយកំពុងតែលងបន្លាចទៅដល់មនុស្សគ្រប់គ្នានោះទេរហូតមកទល់នឹងពេលបច្ចុប្បន្នបើទោះបីជាក្បាលរថភ្លើងទាំងនេះត្រូវបានរក្សាទុកស្ថិតនៅក្នុងទីតាំងនៃសារមន្ទីរក៏ដោយប៉ុន្តែអ្នកដែលបានយាមកាមស្ថិតនៅក្នុងទីតាំងមួយនោះតែងតែបានមើលឃើញនៅសកម្មភាពចម្លែកពីសំណាក់ក្បាលរថភ្លើងទាំងនោះផងដែរវាមិនមែនគ្រាន់តែជាសំឡេងខ្យល់បក់នោះទេប៉ុន្តែវាគឺជាសំឡេងកញ្ចែពីសំណាក់ក្បាលរថភ្លើងទាំងនោះហាក់បីដូចជាកំពុងតែដាស់កម្មករនិងប្រលឹងវិញ្ញាណដែលបានបាត់បង់ជីវិតឲ្យចាប់ផ្ដើមធ្វើនៅការងាររបស់ពួកគេអ្នកយាមដែលស្ថិតនៅក្នុងទីតាំងមួយនេះមិនដែលមាននរណាម្នាក់ហ៊ានធ្វើដំណើរទៅក្បែរនឹងក្បាលរថភ្លើងមួយនោះស្ថិតនៅក្នុងពេលយប់នោះឡើយក៏ព្រោះតែពួកគេតែងតែបានឃើញនៅសកម្មភាពនៃការលងបន្លាចពីសំណាក់កម្មករនៃរថភ្លើងទាំងនោះវិញ្ញាណរបស់កម្មករផ្លូវដែកដែលបានបង្ហាញឲ្យមនុស្សភាគច្រើនបានឃើញគឺស្ថិតនៅក្នុងរូបរាងគួរឲ្យខ្លាចនិងមិនមានកាយសម្បទាគ្រប់គ្រាន់នោះទេនោះក៏ជាអ្វីដែលធ្វើឲ្យពលរដ្ឋនៅក្នុងតំបន់ព្រមទាំងអ្នកដែលធ្វើការស្ថិតនៅក្នុងទីតាំងមួយនេះមានភាពភ័យខ្លាចនិងតែងតែនិយាយរឿងរ៉ាវទាំងនេះតៗគ្នាផងដែរបន្តទៅនេះយើងទៅនិយាយអំពីរឿងរ៉ាវរបស់ប្រលឹងវិញ្ញាណនៃខ្មោចស្រីជនជាតិហូឡង់ដែលតែងតែបង្ហាញវត្តមានស្ថិតនៅក្នុងទីតាំងនៃអគាររដ្ឋបាលក្បែរនឹងទីតាំងនៃរោងចក្រមួយនេះហើយក៏ជាកន្លែងស្នាក់អាស្រ័យរបស់ថៅកែគ្រប់គ្រងនៃរោងចក្រមួយនេះស្ថិតនៅក្នុងសម័យអាណានិគមផងដែរកាលពីសម័យអាណានិគមទីនេះគឺជាឋានសួគ៌ស្ថិតនៅលើដីសម្រាប់ជនជាតិហូឡង់ផ្ទះវីឡាដ៏ធំស្កឹមស្កៃត្រូវបានសាងសង់ឡើងតាមរចនាបែបអឺរ៉ុបបុរាណដែលវាមានដំបូលខ្ពស់ព្រមទាំងបង្អួចកញ្ចក់ធំហើយមានយ៉រនៃផ្នែកខាងមុខធំទូលាយសម្រាប់អង្គុយទទួលទានតែនាពេលរសៀលប៉ុន្តែគ្មាននរណាម្នាក់ទៅដឹងថាស្ថិតនៅពីក្រោយជញ្ជាំងពណ៌សព្រមទាំងភាពប្រណិតទាំងនេះគឺបានលាក់ទុកនៅវិញ្ញាណមួយដែលគួរឲ្យអាណិតនិងព្រឺព្រួចបំផុតដែលនោះគឺជាវិញ្ញាណរបស់ណូនីបេឡែនដាដែលនាងគឺជាខ្មោចស្រីនៃជនជាតិហូឡង់បាតុភូតនៅនឹងអគាររដ្ឋបាលនេះគឺមានភាពខុសប្លែកទាំងស្រុងពីទីតាំងនៃរោងចក្រស្ករសរួមជាមួយនឹងផ្លូវដែកផងដែរវាមិនមែនជាការលងបន្លាចក្នុងការទាមទារនៅអាយុជីវិតរបស់អ្នកដទៃដើម្បីក្លាយទៅជាសំណែនឬក៏ការលងបន្លាចដោយមិនបានដឹងថាខ្លួនត្រូវបានបាត់បង់ជីវិតនោះទេប៉ុន្តែនេះគឺជាការលងបន្លាចនៃការបង្ហាញជាមួយនឹងភាពស្ងប់ស្ងាត់ដែលធ្វើឲ្យមនុស្សគ្រប់គ្នាស្រីវឆ្អឹងខ្នងដោយសារតែសកម្មភាពទាំងនេះ
ទីតាំងនៃអគាររដ្ឋបាលមួយនេះមិនមាននរណាម្នាក់រស់នៅនោះឡើយក្រោយពេលដែលរបបអាណានិគមត្រូវបានដកចេញប៉ុន្តែពួកគេតែងតែបានឃើញពន្លឺចង្កៀងព្រមទាំងផ្ទះមួយនេះនៅតែមានចរន្តអគ្គិសនីបើកនៅពេលយប់ស្រមោលរបស់នារីម្នាក់តែងតែបង្ហាញឲ្យមនុស្សនៅក្នុងតំបន់បានឃើញដែលនាងគឺជានារីដែលបានស្លៀករ៉ូបពណ៌សរួមជាមួយនឹងសក់វែងតាមបែបអឺរ៉ុបសតវត្សទី19សកម្មភាពនៃការលងបន្លាចរបស់នាងតែងតែបន្តបែបនេះជារៀងរាល់យប់ផងដែរដោយវាគឺជាសកម្មភាពនៃការដែលគ្រប់គ្នាបានឃើញនាងអណ្ដែតនៅតាមបង្អួចពីបន្ទប់មួយទៅបន្ទប់មួយហើយព្រមទាំងឈរសម្លឹងនៅបរិវេណនៃផ្ទះមួយនេះប្រសិនបើមាននរណាម្នាក់បានធ្វើដំណើរឆ្លងកាត់អ្វីដែលធ្វើឲ្យរឿងរ៉ាវរបស់ Noni Balenda คล้ายទៅជារឿងរ៉ាវដែលគួរឲ្យចងចាំនោះវាមិនមែនគ្រាន់តែជាការបង្ហាញវត្តមាននៃវិញ្ញាណរបស់នាងនោះទេប៉ុន្តែវាគឺជាការដែលធ្វើឲ្យមនុស្សដែលធ្វើដំណើរឆ្លងកាត់នោះទទួលបាននូវអារម្មណ៍ស្រាវឆ្អឹងខ្នងរួមជាមួយនឹងស្ថានភាពត្រជាក់ខុសប្លែកពីធម្មតាដែលហាក់បីដូចជាមានអ្វីមួយកំពុងតែធ្វើដំណើរឆ្លងកាត់ដូច្នោះដែរអ្នកដែលទទួលរងនៅបទពិសោធន៍នៃការលងបន្លាចរបស់នាងតែងតែបានបញ្ជាក់ថាពួកគេតែងតែទទួលនៅក្លិនមួយដែលវាប្រៀបបីដូចជាក្លិនផ្កាម្លិះហើយក្រអូបប្រហើរដូចជាទឹកអប់របស់ជនជាតិអឺរ៉ុបបែបបុរាណក្លិនមួយនេះវានឹងភាយស្រាលមកជាមួយនឹងសីតុណ្ហភាពដែលកំពុងតែចុះត្រជាក់នោះគឺជាអ្វីដែលអ្នកគ្រប់គ្នាស្ថិតនៅក្នុងតំបន់បានដឹងថាពួកគេកំពុងតែទទួលនៅការលងបន្លាចពីសំណាក់ Noni Balendaតើនារីជនជាតិហូឡង់ម្នាក់នេះគឺជានរណាហើយហេតុអ្វីបានជានាងមិនវិលត្រឡប់ទៅស្រុកកំណើតវិញបែរជាត្រូវមកវង្វេងស្ថិតនៅក្នុងទីតាំងនៃផ្ទះចាស់មួយនេះទៅវិញទ្រឹស្ដីមួយបានជឿថានាងគឺជាភរិយាឬជាកូនស្រីរបស់អ្នកគ្រប់គ្រងជាន់ខ្ពស់នៃរោងចក្រមួយនេះការធ្វើដំណើរចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រពីទ្វីបអឺរ៉ុបមកកាន់កោះជ្វាវាមិនមែនជារឿងដែលងាយស្រួលនោះឡើយនៅទីនេះនាងត្រូវរស់នៅក្នុងទីតាំងដែលប្រៀបបីដូចជាទ្រង់មាសដែលនាងមិនត្រូវបានអនុញ្ញាតឲ្យប្រាស្រ័យតាក់ទងជាមួយនឹងអ្នកស្រុកហើយក៏មិនអាចចេញទៅណាមកណាដោយសេរីនោះឡើយប្តីរបស់នាងអាចនឹងតែងតែរវល់ជាមួយនឹងការងារដើម្បីនឹងទាញយកប្រាក់ចំណេញហើយភាពឯកោព្រមទាំងការបាក់ទឹកចិត្តវាគឺជាអ្វីដែលធ្វើឲ្យនាងត្រូវបានបាត់បង់ជីវិតដោយសារតែជំងឺហើយប្តីរបស់នាងក៏ត្រូវធ្វើដំណើរត្រឡប់ទៅកាន់ទឹកដីកំណើតវិញផងដែរនោះក៏ជាមូលហេតុដែលធ្វើឲ្យនាងនៅវិលវល់ស្ថិតនៅក្នុងទីតាំងមួយនេះដើម្បីរងចាំនៃការវិលត្រឡប់ពីសំណាក់ប្តីរបស់នាងទ្រឹស្ដីទី2គឺបានបញ្ជាក់ថានាងគឺជាស្ត្រីជនជាតិហូឡង់ដែលលួចមានទំនាក់ទំនងជាមួយនឹងបុរសដែលជាពលរដ្ឋនៅក្នុងតំបន់ឬក៏បុរសដែលជាកម្មករស្ថិតនៅក្នុងរោងចក្រនោះឯងការប្រកាន់វណ្ណៈវាគឺជាមូលហេតុដែលធ្វើឲ្យរឿងរ៉ាវមិនល្អត្រូវបានកើតឡើងដោយបុរសម្នាក់នោះអាចនឹងត្រូវបានបាត់បង់ជីវិតឬក៏បញ្ជូនទៅកាន់ទីតាំងឆ្ងាយចំណែកឯនាងត្រូវបានឃុំឃាំងស្ថិតនៅបន្ទប់ជាន់លើរហូតដល់ធ្វើឲ្យនាងបានសម្រេចចិត្តថានឹងបញ្ចប់ជីវិតរបស់ខ្លួនស្ថិតនៅក្នុងទីតាំងនៃបន្ទប់មួយនោះហើយវាក៏ជាមូលហេតុដែលធ្វើឲ្យនាងតែងតែឈរនៅយ៉រខាងមុខផ្ទះនិងធ្វើឲ្យអ្នកគ្រប់គ្នាមានភាពភ័យខ្លាចទាំងដែលការពិតទៅនាងគ្រាន់តែរងចាំនៅវត្តមាននៃដំណើរវិលត្រឡប់របស់ស្នេហានាងមកវិញតែប៉ុណ្ណោះរឿងរ៉ាវដែលបានរៀបរាប់ពីខាងលើនេះវាគឺជាអ្វីដែលពលរដ្ឋនៅក្នុងតំបន់តែងតែលើកយកមកនិយាយនៅក្នុងពេលដែលបានរំលឹកអំពីរឿងរ៉ាវនៃរោងចក្រស្ករសហើយរឿងរ៉ាវនៃរោងចក្រស្ករសនេះគឺត្រូវបានផលិតជាខ្សែភាពយន្តនៅក្នុងឆ្នាំ2025ដែលសូម្បីតែផលិតកររួមជាមួយនឹងតារាសម្ដែងមួយចំនួនដែលបានចូលរួមនៅក្នុងការសម្ដែងនៃខ្សែភាពយន្តមួយនេះក៏ទទួលបាននៅអារម្មណ៍មិនល្អព្រមទាំងការបង្ហាញនៅវត្តមានពីសំណាក់ព្រលឹងវិញ្ញាណទាំងនោះស្ថិតនៅក្នុងទីតាំងថតផងដែរក៏ព្រោះតែខ្សែភាពយន្តមួយនេះមិនបានរៀបចំនៅឈុតឆាកសម្ដែងខាងក្រៅនោះទេដែលវាមិនមែនជាភាពច្នៃប្រឌិតនៃឆាកសម្ដែងខាងក្រៅនោះឡើយវាគឺជាការយកតួអង្គទៅថតស្ថិតនៅក្នុងទីតាំងនៃរោងចក្រមួយនេះដោយផ្ទាល់នោះក៏ជាអ្វីដែលធ្វើឲ្យតារាសម្ដែងមួយចំនួនបានផ្ដល់នៅបទសម្ភាសន៍ស្ថិតនៅក្នុងកម្មវិធីផ្សេងៗអំពីអ្វីដែលពួកគេបានជួបរហូតមកដល់ពេលបច្ចុប្បន្នរោងចក្រស្ករសកូដាងវីណាងូនបានក្លាយទៅជាសារមន្ទីរដើម្បីនឹងទទួលនៅភ្ញៀវទេសចរឲ្យចូលទៅទស្សនាផងដែរប៉ុន្តែវាក៏បានក្លាយទៅជាចំណុចទាក់ទាញនៃភ្ញៀវទេសចរមួយផ្នែកព្រមទាំងចំណុចទាក់ទាញនៃភ្ញៀវទេសចរបែបអបិយជំនឿដែលភាគច្រើនគឺពោរពេញទៅដោយអ្នកផលិតមាតិកាព្រមទាំងអ្នកដែលប្រមាញ់នៅព្រលឹងវិញ្ញាណទាំងនេះ
តែងតែធ្វើដំណើរទៅកាន់ទីតាំងនៃរោងចក្រមួយនោះក្នុងការផ្ដិតយកនៅរូបភាពដែលពួកគេអាចថតបានទៅតាមរឿងរ៉ាវដែលពួកគេធ្លាប់បានឮពីសំណាក់ពលរដ្ឋនៅក្នុងតំបន់អរគុណសម្រាប់ការតាមដានរបស់អ្នកទាំងអស់គ្នាតាំងពីដើមរហូតមកដល់ចប់កុំភ្លេច comment អំពីមតិយោបល់របស់អ្នកទាំងអស់គ្នាស្ថិតនៅផ្នែកខាងក្រោមនៃវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយជាមួយនឹងប្រធានបទថ្មី